ជាដំបូងសូមអនុញ្ញាតគោរពនិងជម្រាបសួរទៅដល់ពុកម៉ែប្រិយមិត្តអ្នកស្ដាប់ទាំងអស់ជាទីនឹករលឹកនិងរាប់អានផងដែរបាទថ្ងៃនេះផងដែរ admin នឹងនាំយករឿងកណ្ដុរសឡើងធ្វើជាស្ដេចបាទរឿងនេះមានដំណាលដូចតទៅបាទអ្នកផងតែងតែនឹកឆ្ងល់ថាសត្វកណ្ដុរតូចតាចពេកណាស់ហើយពុំមានជាសត្វដែលមានរឹតផងហេតុអ្វីក៏គេលើកឡើងជាដំណាលឆ្នាំទី1គឺជាឆ្នាំជូតដូច្នេះហើយព្រោះមានរឿងព្រេងមួយតាក់ទងទៅនឹងកណ្ដុរបាទឥឡូវយើងចូលដល់សាច់រឿងរបស់យើងគឺមានន័យថាមានសេចក្តីនិទានថាមានប្តីប្រពន្ធបាទជាអ្នកទីតលក្រមានកូន17នាក់បាទ17នាក់17នាក់នោះអត់មានប្រុសទេមានតែស្រីបងប្អូនបាទថ្ងៃមួយឪពុកម្ដាយបានជំនុំគ្នាថាអើយយើងបតលក្រម្លេះនឹងទ្រាំចិញ្ចឹមកូនពុំបានទេត្រូវតែយើងដាច់ចិត្តនាំយកទៅបោះចោលបាទពុកម្ដាយបានថាយើងដាច់ចិត្តនាំយកកូនទៅបោះចោលណាប្រិមិត្តបាទតាមហេតុផលកម្មរបស់វាទៅចោះបាទចង់និយាយថាឲ្យកូននឹងតាមផលកម្មរបស់កូនរៀងខ្លួនណាប្រិមិត្តបាទហើយនិយាយទៅកូនទាំងនោះថាកូនអើយយើងនៅក្នុងស្រុករកស៊ីចិញ្ចឹមជីវិតមិនរស់ទេគួរទាំងអស់គ្នាទៅនៅព្រៃវិញបាទគាត់លួងកូនយើងហ្នឹងកូនគាត់ទាំង17នាក់ហ្នឹងឲ្យទៅនៅក្នុងព្រៃវិញមកបាទឯកូនក៏សួរស្រស់ស្រួលគ្នាទាំងអស់បាទដល់កូនទាំងអស់ហ្នឹងគូយល់ព្រមតាមឪពុកម្ដាយបងប្អូនបាទឪពុកម្ដាយគិតគ្នាហើយក៏ស្រេចថាយើងនាំគ្នាទៅឲ្យដល់ព្រៃធំហើយចូលឲ្យជ្រៅទៀតសឹមយើងគេចចេញពីពួកវាហ្នឹងហើយឪពុកម្ដាយបានគិតគ្នាថាយើងគួរតែនាំគ្នាចូលទៅព្រៃជ្រៅឲ្យជ្រៅណារួចហើយយើងគេចចេញពីកូនហ្នឹងបាទគិតហើយក៏នាំកូនចេញទៅបាទដឹងថាបានឆ្ងាយអង្វែងហើយក៏ឈប់សម្រាកនៅទីនោះរួចហៅកូនឲ្យមកជុំគ្នាហើយនិយាយប្រាប់ទៅកូនថាកូនឯងកុំដើរបែកគ្នាមានចំណីអ្វីស៊ីចែកគ្នាស៊ីទៅហ្នឹងហើយឥឡូវអ្នកទាំងអស់គ្នានៅទីនេះសិនចោះម៉ែឪទៅរកផ្លែឈើហើយបាទពួកគាត់បាននិយាយប្រាប់កូនគាត់ទាំង17នាក់ហ្នឹងហើយពួកគាត់ក៏បានចេញទៅរកផ្លែឈើទៅបាទថាហើយក៏ដើរចេញទៅនាំគ្នាគេចទៅភូមិផ្ទះវិញបាទតាមពិតទៅគាត់អត់បានទៅរកផ្លែឈើអ្វីទេប្រិមិត្តបាទគឺគាត់បានទៅផ្ទះរបស់គាត់វិញបាទលុះបាត់យូរពេកកូនទាំងអស់គ្នាក៏ដើរតាមរកដើរចូលទៅក្នុងព្រៃដើរចូលទៅក្នុងស្រុកយក្សបាទដើរមិនមែនចូលព្រៃទេចូលប៉ះស្រុកយក្សបងប្អូនបាទហើយយក្សដែលធំនៅកំឡោះទៀតបាទហើយយក្សនៅកំឡោះទៀតប្រិមិត្តបាទតែគ្មានឪពុកម្ដាយទេមានតែប្អូនស្រីក្រមុំម្នាក់បាទថ្ងៃមួយយក្សប្រុសឲ្យប្អូនស្រីដាំបាយដំណើបបាទដាំបាយដំណើបឲ្យច្រើនហើយវារាជយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែបាទដាំបាយដំណើបយកទៅចាក់ពូនធ្វើជាទំនប់ភ្លឺស្រែប្រិមិត្តចាក់ហើយក៏យកទៅលំនៅវិញទទួលពេលនោះនាង17នាក់ដើរទៅបានជួបប្រទះក៏បាននាំគ្នាស៊ីបាយដំណើបទាំងនោះបងប្អូនបាទស្រាប់តែយក្សនោះមកទាន់ហើយក៏ចាប់យកទាំងអស់ទៅបាទចាប់យក្សមកទាន់ចាប់យកទៅអស់លីងបងប្រិយមិត្តបាទហើយយកទៅប្រគល់ឲ្យប្អូនស្រីបាទប្អូនស្រីរបស់យក្សហ្នឹងវាទុកជាខ្ញុំបំរើរៀងទៅបាទយើងនិយាយថាវាចាប់យកទៅឲ្យប្អូនស្រីគាត់ហើយគាត់ឲ្យធ្វើជាអ្នកបំរើខាងប្អូនស្រីរបស់យក្សហ្នឹងបាទនាងទាំងនោះលំបាកណាស់ព្រោះយក្សប្រើឥតមានត្រាប្រណីទេសម្លៀកបំពាក់ក៏គ្មានដែរបាទអូបាទសាហាវបងប្អូនបាទប្រើអត់ប្រណីទេអត់មានសម្លៀកបំពាក់ម្ហូបអាហារទៀតបាទវាឲ្យដេកនៅតែក្រោមផ្ទះឯងគឺយក្សមានបំណងថាឲ្យតែនាងទាំងនោះធំវានឹងយកធ្វើជាចំណីអាហារបាទតែគេចិញ្ចឹមគេមានបំណងឲ្យប្រិមិត្តបាទហ្នឹងហើយថ្ងៃមួយយក្សហាម5នាងទាំងអស់នោះ
tha cầm oi đơ tàu tư kháng cao nâng tư kháng thô bông ngồi so mà dạ bạn hàm tha nói tôi tư kháng cao tư kháng bông ấy prey mật mà chấp pi ngay để ban hàm hơi dạ pro chứ tại đơ lên sập bài mình nâng trả cót đi lùm nâu mà chứ tại đơ hơi cục ti còn lại prey mật mà ngon tiền ó nực ngon nè trong lốp đơ tổ mờ tổ tư kháng cao khơiประสาทcònน้อมขึ้นเนี่ยโจตัวมือขังขนองก็เคยเมียนเพียงองทุ่มบอกบูขึ้นเนี่ยบางเมื่อเคยสดแต่ตึกเมียหนึ่งตึกประเป็นองยังไงมาขนมเปียงนั่งเมียนออดได้มาเมียนตึกเมียตึกประเป็นมัดมาให้ก็จงอลจุลุvàจงอลมาเรียมได้ยังนั้นจุลุจะมูนึงตึกเมียกรุบขึ้นเนี่ยđọ là một đợt chọp đầy chút mình chỉ đẹp sao còn nước phay cái dạ đằng kịch kia dột còn nát rùm mà còn rùm chừng ô bay riêng luôn tàu mà được kia chẳng hết nè hơi còn nóm kia đa tàu ruột mưa tư khẳng tàu bóng tiệt niên từng lúc ban dul rong mùi thum lúc đa cho tàu mưa khơi cùng nó chẳng mà nó cô chia bùm nụ nâng tam phần này chẳng đổi lại bị kia niên tiếng lai có phê khai có đọ thòi trên một quỳnh rui co chùm nung kia nực cất bùi thà bởi dương nô tin ní dù tàu một chỉ dạ si mật khàn chùm nung kia cất rót krang rót mình rùi toal cùng đất cọp rùi khăn nông chất ất ốp mà rò ngày nâng ngày chập đàm phê khai nhất đây mặt màពេលមួយយ៉ាក់ប្រុសត្រឡប់មកពីក្រៅមកដល់ផ្ទះឃើញនាងទាំង17រុំចង្អុលដៃដូចគ្នាក៏សួរថាវាស្អីបានជារុំចង្អុលដៃស្រុកគ្នាម្លេះពេលនោះនាងទាំង17នាក់ភ័យខ្លាំងណាស់ហើយក៏បានឆ្លើយថាបាទលោកម្ចាស់គឺកំបិតមុតដៃបាទនេះជាការឆ្លើយតបរបស់នាង17នាក់បាទយ៉ាក់ឆ្លើយវិញថាអញមិនជឿស្រាយកំណាត់ចេញអញមើលភ្លាមអញ្ចឹងហើយនិយាយអញ្ចឹងណាហើយនាងទាំង17នាក់នោះក៏បានបកស្រាយយ៉ាងប្រញាប់ប្រញាល់ថាយ៉ាក់ឃើញហើយក្រេវក្រោតស្រែកសន្ធប់ថាអញហាមផ្ដាច់ឥឡូវមិនក៏ដាច់ចិត្តធំម្លេះហ៊ានទៅបំផ្លាញតលទៅបានយ៉ាងនេះហងឯងចង្រៃអាក្រក់ណាស់មកទាំងអស់គ្នាទៅកន្លែងនោះម្ដងទៀតអញ្ចឹងយ៉ាក់ក៏បានហៅពួកអ្នកទាំង17នាក់ហ្នឹងទៅកន្លែងហ្នឹងម្ដងទៀតមកនាងទាំងឡាយក៏ភ័យយំស្រាក់បាទយំស្រាក់ហ្នឹងហើយនឹកថាយ៉ាងនាំទៅសម្លាប់ហើយបាទបើដើរទៅខាងបងឃើញតែសិតតែឆ្អឹងហ្នឹងអញ្ចឹងហើយក៏លុះទៅចិត្តដល់ឃ្លាំងយ៉ាវាក្តៅចិត្តវាក៏ចាប់នាងទាំងនោះម្ដងមួយលើកទម្លាក់ទៅក្នុងអាពីងទឹកមាសហ្នឹងប្រិមិត្តបាទទៅលិចលងវេទនាទាល់តែអស់ចិត្តទៅវាស្រង់ឡើងនាងទាំងអស់នោះល្ងីល្ងើស្ទើរតែស្លាប់បាទតែជាគុណមួយយ៉ាងគឺនាងនោះបានរូបរាងប្រកបទៅដោយរស្មីពន្លឺចែងចាំងបាទវាដូចជាមាសដូចជាប្រាក់អញ្ចឹងបាទធម្មតាទេបើយើងជលក់ទឹកមាសហើយតាងើពីមាសហ្នឹងគឺមានពន្លឺមួយដែលស្អាតណាប្រិមិត្តបាទតាំងពីពេលនោះមកនាងទាំងអស់កើតទុកព្រួយជានិច្ចនឹកថាទ្រាំទៅមុខទៀតទៅវាមិនស្លាប់ទេគ្រាន់តែជលក់ទឹកមាសប៉ុណ្ណឹងនោះបាទគ្រានោះមានកណ្ដុរសមួយបានយករឿងនេះកណ្ដុរក៏មានចិត្តមេត្តាដល់នាងទាំងអស់នោះលុះដល់ពេលស្ងាត់កណ្ដុរក៏មកប្រាប់ថានាងឯងរាល់ថ្ងៃនេះខំនៅទីនេះមុខជាយៈវាស៊ីជាចំណីវាហើយបើមិនគិតរត់ជាមួយវាទេវានឹងស៊ីហើយឥឡូវនេះយើងជួយគិតឧបាយកលសង្គ្រោះបានតែនាងឯងចូលចាំថាដល់ពេលជាត់បាយកុំជាត់ចោលបាទបាយយើងដាំហូបរាល់ថ្ងៃហ្នឹងយើងជាត់ហើយបាច់ចោលទឹកបាយទេបាទទុកទឹកបាយឲ្យយើងផឹកយើងនឹងកាយរូងបាទគេថាទុកទឹកបាយយើងផឹកមកយើងនឹងកាយរូងក្នុងដីបាទធ្វើជាផ្លូវឲ្យនាងរត់គេចផុតពីស្រុកយៈនេះហើយនាងត្រូវលៃធ្វើបាយបាទគេឲ្យលៃធ្វើបាយកតាបាទសម្រាប់ធ្វើជាស្បៀង
នៅតាមផ្លូវបាទបាយយើងដាក់ស្ពាយហ្នឹងស្ពាយដូចយើងចូលសមរភូមិហ្នឹងគេហៅបាយកតាហ្នឹងប្រិមិត្តបាទយើងទាំងអស់ក៏ទទួលថាមិនអីទេបងកណ្ដុរបាទសូមឲ្យតែបងកណ្ដុរជួយសង្គ្រោះធ្វើឲ្យខ្ញុំបានចោះគ្រានោះកណ្ដុរនិយាយហើយក៏ឲ្យការសពគ្រប់ហើយក៏ថយទៅវិញឯនាងទាំងនោះក៏ជាប់បាយហើយតែងតែទុកទឹកបាយបាទទុកទឹកបាយឲ្យកណ្ដុរផឹកជានិច្ចចំណែកអាបាយកតាដែលកណ្ដុរប្រាប់នោះនាងក៏បានប្រុងប្រៀបលៃលកសម្រាប់ខ្លួនជាស្រេចរវាងកន្លះឆ្នាំក្រោយមកចូលមកនិយាយប្រាប់នាងទាំង17ថាឥឡូវផ្លូវយើងធ្វើរួចហើយស្រេចឯដើមផ្លូវនៅត្រង់ចំណុចខាងនោះយើងបានកាច់មេឃឈើទុកឲ្យជាសញ្ញាចូលនាងប្រញាប់ដោះខ្លួនកុំនៅយូររួចហើយកណ្ដុរក៏លាថយចូលទៅក្នុងព្រៃវិញទៅលុះដល់ពេលស្ងាត់នាងទាំង17នាក់នោះដើរទៅរកផ្លូវហើយឃើញហើយក៏រីករាយក្នុងចិត្តផ្លូវនោះស្អាតទូលាយធំល្អណាស់ថយមកកន្លែងវិញហើយគិតគ្នាលៃលកអំពីអាហារដំណើរតាមផ្លូវក្រែងពុំបានគ្រប់គ្រាន់លុះគិតរួចហើយស្រេចអស់ហើយថ្ងៃមួយពេលស្ងាត់យៈប្រុសវាដើរចេញទៅក្រៅបាត់នាងទាំង17នាក់បងប្អូនក៏ចេញទៅតាមផ្លូវដែលស្ដេចកណ្ដុរធ្វើឲ្យហើយនាំគ្នាប្រឹងរូតដំណើរមិនហ៊ានសម្រាកសោះឡើយក្រែងមិនផុតហើយអស់ដាច់អាហារតាមផ្លូវដំណើរត្រាច់ទៅនោះរវាង3ខែទើបបានផុតបាទការធ្វើដំណើរតាមរូងក្រោមដីហ្នឹងដល់រយៈពេល3ខែប្រិមិត្តបាទទៅដល់នគរមួយទៀតទៅទីនោះមានមាត់ស្រះទឹកមួយជាស្រះទឹករបស់ស្ដេចដែលភ្លីភ្លើស្ដេចតែងតែទៅដងទឹកស្រះនោះជារឿយតាំងពីនោះមកនាងទាំង17នាក់បានសុខសប្បាយហើយខ្លួនកាន់តែពេញវ័យជំទង់ក្រមុំអស់ហើយនៅលំហែកាយក្នុងស្រះនោះទទួលនឹងពេលមួយភីលៀងទៅដងទឹកបានឃើញនាងទាំង17នាក់នោះស្ថិតនៅក្នុងស្រះទឹកប្រងព្រាតនាងពិនិត្យឃើញសពគ្រប់ប្រញាប់ទៅទូលព្រះរាជាវិញដល់ហើយក្រាបថ្វាយបង្គំថាខ្ញុំម្ចាស់ទាំងអស់គ្នាទៅដងទឹកនៅឯស្រះនោះបានជួបប្រទះមានស្ត្រីក្រមុំ17នាក់មានរូបរាងកាយភ្លឺល្អមកជ្រលក់នឹងមាត់ស្រះប៉ុន្តែគ្មានសម្លៀកបំពាក់ទេខ្លួនប្រានៅទទេស្អាតទាំងអស់ព្រះរាជាទ្រង់សណ្ដាប់ហើយទ្រង់ស្លូតព្រះរាជហឫទ័យទ្រង់ក៏ចាត់ព្រះរាជបម្រើឲ្យទៅហៅនាំយកនាងទាំង17នាក់នោះចូលមកកាន់ព្រះរាជដំណាក់ឯនាង17នាក់នោះបានប្រកែកថាខ្លួនខ្មាស់ដោយសារគ្មានសម្លៀកបំពាក់អ្វីសោះឯរាជចម្រើក៏ត្រឡប់ទៅវិញរួចទៅក្រាបទូលស្ដេចតាមដំណើរស្ដេចបានចាត់ឲ្យស្រីស្នំភីលៀងនាំយកសម្លៀកបំពាក់ទៅឲ្យនាងទាំង17នាក់ហើយដង្ហែចូលមកធ្វើជាមហេសីកាលបើបានជាមហេសីស្ដេចហើយនាងទាំង17នាក់ក៏ចាត់ឲ្យស៊ើបរកឪពុកម្ដាយតលតែឃើញនាំយកមកប្រទានទ្រព្យសយុះការងារហើយក៏ចាត់ឲ្យស្វែងរកកណ្ដុរសដែលបានជួយសង្គ្រោះនោះមកចិញ្ចឹមរក្សាក្នុងទីកន្លែងសំគួរព្រមទាំងឲ្យកណ្ដុរនោះជាស្ដេចកណ្ដុរទូទៅអើយបាទអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានស្ដាប់បាទសូមកុំភ្លេចជួយចុច like និង Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដែរបាទសូមអរគុណច្រើន